បាទសួស្តីទាំងអស់គ្នាបាទស្វាគមន៍បាទសាជាថ្មីមកកាន់បាទ Channel របស់ខ្ញុំបាទអឿនតាវិទ្យាសាជាថ្មីម្ដងទៀតហើយបាទអញ្ចឹងបាទប្លែកពីរាល់ដងបាទវីដេអូបាទរាល់ដងយើងធ្វើតាក់ទងជាមួយនឹងបាទ Windows Server ប៉ុន្តែថ្ងៃនេះបាទយើងនឹងបាទមកធ្វើបាទពីការដំឡើង OS មួយរបស់ Linux ដែលមានឈ្មោះថា CentOS អញ្ចឹងមុននឹងធ្វើការដំឡើងបានបាទយើងគួរគប្បីណាបាទយើងអាចបាទ download file ISO របស់បាទ CentOS បានហើយយើងគ្រាន់តែវាយពាក្យថា CentOS បាទបើសិនអែមអត់ដល់ប៉ុណ្ណឹងមកគឺចេញ website បើយើងអាចចូលទៅ download បានវាមានទំហំប្រហែលជា 8.3G បាទអញ្ចឹងបើកុំឲ្យខាតពេលវេលាយូរយើងឈានចូលទៅដំណាក់កាលនៃការដំឡើងទាំងអស់គ្នាបាទអញ្ចឹងដល់យើងចូលកាន់ file បាទ new Azure machine បាទ step ដែរដូចជាមួយនឹង Windows ដែរទេបាទខ្ញុំសុំបាទ installer បាទកន្លែងនេះគឺយើងយក Linux ហើយបន្តមកទៀតនេះបាទយើងជ្រើសរើស CentOS 864 bit ហ្នឹងមកបាទយើងចុច next បាទកន្លែងដាក់ឈ្មោះអីគេបាទហើយខ្ញុំសូមរើស location មួយសិនបាទដាក់ឲ្យស្រួលចំណាំខ្លួនឯងអូខេបាទអញ្ចឹងខ្ញុំបង្កើត folder មួយឈ្មោះថា CentOS អូខេបាទយើងចុច next កន្លែងខ្ញុំសូមយក default ប៉ុន្តែនេះទំហំនេះខ្ញុំសូមយក default ហើយ storage ខ្ញុំសូម store ជា single file យើងអាច customize បានអញ្ចឹង RAM default ឲ្យតែ 1G ទេខ្ញុំបាទ RAM ខ្ញុំ 16G យើងខ្ញុំសូមយកកន្លែងនេះ 4G ហើយយើងអាច set up file មកនេះ file ដែលយើងបាន download ណាបាទ file ISO បាទ OS របស់យើងអញ្ចឹងខ្ញុំដាក់នៅក្នុង download នេះបន្តមកទៀតចុច close មកហើយយើងចុច finish អូខេនេះបាទ CentOS 864 bit របស់យើងបានយើងចុច power on បាទអញ្ចឹងយើងយកពាក្យថា install នេះមកអញ្ចឹងវានឹងធ្វើការ download របស់យើងវាកំពុងតែធ្វើការ download ហើយយើងរងចាំតិចទៅបាទអញ្ចឹងបន្ទាប់ពីបាទ download រួចរាល់វាប្រកាសជាឲ្យយើងរើសភាសាហើយបាទអញ្ចឹងខ្ញុំសូមយកភាសាអង់គ្លេសបាទយើងចុច continue មកបាទកន្លែងនេះគឺជាអ្វីដែលយើងត្រូវ config អញ្ចឹងណាបាទអញ្ចឹងនេះបាទមានពណ៌ហមនេះគឺយើងត្រូវ config អូខេឥឡូវយើងចាប់ផ្ដើមមកធ្វើការ config របស់យើងតែម្ដងក្រហម3នេះគឺជាអ្វីដែលយើងត្រូវការ configure អញ្ចឹងដំបូងខ្ញុំធ្វើការ config ជាមួយនឹង root account អូខេយើងចុចលើបាទ root account ហ្នឹងមកអញ្ចឹងកន្លែងនេះមាន2 option ទី1 disable root account ទី2 enable root account អញ្ចឹងមានន័យថានៅលើ Windows Server យើងមាន administrator នៅលើ CentOS យើងមាន root អញ្ចឹងពីរហ្នឹងគឺជា username ដូចគ្នាអញ្ចឹងបើយើង disable យើងអាចទៅបង្កើតនៅក្នុងនេះបានប៉ុន្តែដោយសារខ្ញុំអត់ចង់ disable ទេខ្ញុំចង់ enable តែម្ដងខ្ញុំខ្ញុំខ្ជិលគិតច្រើនបាទអញ្ចឹងយើងវាយ password មកយើងចាំខ្លួនឯងបាទខ្ញុំខ្លាចតែខ្ញុំភ្លេចទេបាទនិយាយត្រង់ទៅបាទឥឡូវគឺយើងបាទហើយបាទកន្លែងនេះallow root SSH login with password មានន័យថាយើងអាច allow ឲ្យ username ហ្នឹង login តាមរយៈ network មកកាន់ម៉ាស៊ីនរបស់យើងបានអត់អញ្ចឹងបើសិនជាយើងចង់បាន security យើងមិនបាច់ទេតើដល់ម៉ាស៊ីនហ្នឹងមកបានហើយយើងអាចធ្វើការ login បានប៉ុន្តែដោយសារខ្ញុំតឡាងនេះគឺយកទៅរៀនដែរអញ្ចឹងខ្ញុំ tick វាហ្មងទៅបាទមានបញ្ហាអីយើងដោះស្រាយពេលក្រោយអូខេយើងចុច done បន្តមកទៀតបាទកន្លែងនេះក៏ពិតយើងមិន config ទៀតក៏បានដែរប៉ុន្តែខ្ញុំបង្កើត account មួយចុះកន្លែងហ្នឹងគឺយើងបង្កើត account នៅពេលដែលយើង disable account កន្លែងខ្ញុំបាញ់មិញប៉ុន្តែឥឡូវនេះគឺខ្ញុំបាទសូមមកប្រើទាំងពីរ option ហ្មងទៅអញ្ចឹងសម្រាប់ user កន្លែងនេះគឺវាមានសិទ្ធស្មើជាមួយនឹង root ដែរ root ដែលជា administrator អញ្ចឹងគឺសិទ្ធរបស់គាត់គឺធំដូចគ្នាបាទអញ្ចឹងខ្ញុំបាទបង្កើត user បាទ UWP full name បន្តមកទៀតខ្ញុំដាក់ password បាទមានអារម្មណ៍ថាវាយខុសអូខេ
បន្តមកទៀតយើងបាទចុច done អញ្ចឹងបើយើងបាន user មួយអញ្ចឹងយើងចាប់ផ្ដើម configure កន្លែង installation destination អញ្ចឹងកន្លែងនេះបើយើងមាន disk របស់យើង 20G ដែលយើង select ជា default អញ្ចឹងយើងមានពីរ option យើងអាចធ្វើការ custom ក៏បានយើងយកជា auto ក៏បានប៉ុន្តែបើខ្ញុំអត់ចង់គិតច្រើនទេឲ្យវា auto ទៅខ្ញុំអត់ចង់ custom partition ទេអញ្ចឹងខ្ញុំចុច done អញ្ចឹងកន្លែងនេះមិនបានមិន select ហើយទៅបាទឥឡូវនេះរួចរាល់អូខេអញ្ចឹងកន្លែង software selection នេះគឺមានច្រើនអញ្ចឹង server នេះគឺ server GUI មានន័យថាយើងអាចមើល interface វាយើងមាន interface ឲ្យយើងចុចអញ្ចឹងណាប៉ុន្តែដោយសារតែវា slow នៅពេលដែលយើងប្រើប្រាស់ជាមួយ server អញ្ចឹងខ្ញុំធ្វើការ download ជាមួយនឹង server អញ្ចឹងកន្លែងនេះadditional software for selected environment អញ្ចឹងកន្លែងនេះយើងអាច install វានៅពេលក្រោយបានអញ្ចឹងខ្ញុំអត់គិតច្រើនទេខ្ញុំយកតែ server មួយអូខេចុច done បន្តមកទៀតយើងធ្វើការ begin installation អូខេអញ្ចឹងការ download កន្លែងនេះរៀងចំណាយពេលបាទ take time យូរតិចអញ្ចឹងនៅពេលដែលបញ្ចប់បន្តទៅមុខទៀតចាំខ្ញុំបើកវីដេអូមកវិញអូខេឥឡូវបាទ file របស់យើងបានទៅឡើងពេញហើយបាទចំណាយពេលយូរដែរបាទចូលជិត20នាទីដែរបាទអញ្ចឹងអត់មានច្រើនទេបើយើងតែ reboot ទៅ system ហើយយើងអាចប្រើប្រាស់បានហើយយើងបាទយើងចុច reboot ប៉ក់នេះបាទធ្វើការ download បាទមកសទូសិនបាទអូខេបាទ load ប៉ាប់បាទតិចទៀតបាទរួចរាល់បាទយើងរួចរាល់បាទខ្ញុំនឹងបង្ហាញដល់អ្នកគ្នាអូខេបាទរួចរាល់បាទអញ្ចឹងគឺវាតម្រូវយើងបើធ្វើការ log in អីចឹងទៅបាទអញ្ចឹងការតម្លើងរបស់យើងគឺបានបញ្ចប់ហើយបាទអញ្ចឹងបាទបើសួរថាអត់មាន UI អីមើលទេបាទគឺអត់មាន UI ទេបាទមានតែ command line បាទបាទអញ្ចឹងគឺបាទនៅលើបើសិននេះខ្ញុំ install វាជាលក្ខណៈបាទ command line សុទ្ធតែម្ដងអត់មាន GUI សម្រាប់បើយើងប្រើប្រាស់អត់មានអីឲ្យយើងមើលទេបាទអញ្ចឹងវីដេអូនេះគឺបាទមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនានៅក្នុងវីដេអូមួយនេះតាំងពីដើមដល់ចប់កុំភ្លេចចុច subscribe channel របស់ខ្ញុំបាទម្នាក់មួយផង